នឹងឲ្យបងថាដាំដើមអីបានដើមនឹងមកវិញហើយធ្វើអ្វីបាននឹងមកវិញយើងចិញ្ចឹមកដោបបានកដោបចិញ្ចឹមចរិតបានចរិតចំមន់បានមន់ចំទីបានទាបងប្អូនណាអញ្ចឹងខ្ញុំតែងតែធ្វើការចែកម្លែកជានិច្ចហើយថ្ងៃនេះក៏ចែកម្លែកតែបងប្អូនណាចែកម្លែកការដែលពុកម៉ែបងប្អូនតែងចូលសួរខមមិនសួរក្នុងឆាតថាបងគេចាប់ចរិតចាប់មិនហើយខ្ញុំចង់ឃើញគេចាប់ចរិតចាប់យ៉ាងម៉េចអស់ចរិតមួយហើយរត់លឿនយ៉ាងហ្នឹងបងប្អូនណាចាំបាច់អស់ហ្នឹងហើយនៅខាងក្រោយខ្នងនេះគឺជារបៀបនៃការចាប់ចង្រិតបងប្អូនណានេះហ្នឹងបងប្អូននេះហេចាប់ចឹងមកគោដាក់ចឹងមកដាក់ចានដាក់ចឹងមកបងប្អូនហើយខាងនេះយើងមានធុងទឹកមួយយើងពេលយើងយកពីអាចានដៃចឹងមកយើងទៅសម្រាប់បញ្ចូលនៅក្នុងធុងទឹកយើងនោះបងប្អូនណាសម្រាប់ចូលក្នុងធុងទឹកហ្នឹងរួចហើយបងប្អូនសួរថាម៉េចទៀតរួចហើយយើងលាងយកពីធុងទឹកហ្នឹងមកយើងដាក់ធុងទឹកស្អាតមួយទៀតថ្មីមួយទៀតយើងដាក់ធុងទឹកមួយទៀតដាក់កន្លែងនឹងក្បែរគ្នាទៅដាក់ធុងទឹកមួយទៀតដើម្បីដាក់ទឹកស្អាតយកពីអាទឹកដែលយើងត្រាំចរិតយើងត្រាំយកបងប្អូនណានេះយើងចាំយ៉ាងមកហើយយើងយកទឹកស្អាតមកធុងទៀតមកលើកពីក្នុងធុងហ្នឹងដាក់ទឹកធុងថ្មីដែលយើងត្រៀមយកចរិតហ្នឹងដាក់ចូលធុងថ្មីដើម្បីលាងវាឲ្យស្អាតលាងពីទឹកនឹងស្អាតយកទៅដាក់នៅច្រែងឬក៏រាវចានអីដែលមានកាឡាទូចល្មមដែលអាចថាมันលិចចរិតយើងដាក់ទៅដើម្បីចម្រោះទឹកឲ្យស្អាតខ្ចប់ចូលថង់ផ្ញើទៅមកអែមលុយបាត់ទៀតបងប្អូនលុយទៀតបាត់ហើយនឹងក៏ចង់ចែកម្លែកប៉ុណ្ណឹងហ្នឹងណាចង់ចែកម្លែកប៉ុណ្ណឹងព្រោះមានបងប្អូនយើងសួរច្រើនថាចាប់ចរិតគេចាប់យ៉ាងម៉េចហើយធ្វើយ៉ាងម៉េចហើយអាការខែមុនក៏មានបងយើងអ្នកចិញ្ចឹមចរិតធំមកសួរដែរដោយសារគាត់ទៅចាប់ដើមថ្មីហើយគាត់ដាក់ច្រើន30-40អាងមកដល់ពេលគាត់ចាប់គាត់អត់ដឹងថាត្រូវចាប់ម៉េចដល់ពេលអត់ដឹងត្រូវចាប់ម៉េចគាត់ក៏បានតែមកខលមកសួរខ្ញុំថាបងត្រូវចាប់ចរិតចាប់អាម៉េចផ្ដើមពីណាទៅណាអញ្ចឹងហើយមានសម្ភារៈអីខ្លះហ្នឹងបងប្អូនអញ្ចឹងពុកបងប្អូនក៏ឆ្ងល់ហើយយើងមានចានដៃទាំងពីរយើងមានធុងទឹកនឹងមួយបងប្អូនណាធុងទឹកនេះញ៉ានេះធុងទឹកនេះមានធុងទឹកនឹងមួយហើយយើងដាក់ទឹកកន្លះមកហើយយើងយកពីចានដែកយើងបោះចូលទឹកហ្នឹងបងប្អូនណាបោះចូលទឹកហ្នឹងហើយដាក់ទុកទឹកមួយទៀតផ្សេងទៀតដើម្បីដួសវាអាមួយទៅយកមួយដើម្បីលាងសម្អាតបងប្អូនណាលាងសម្អាតហើយដាក់លើកញ្ច្រែងរាវចានឬក៏កញ្ច្រែងមានឆុងមានអីបងប្អូនណាកញ្ច្រែងដែលអាចដាក់ទឹកស្រក់បានយើងដាក់លើកញ្ច្រែងហ្នឹងទៅចំោះទឹកឲ្យស្អាតខ្ចប់ចូលថង់យកផ្ញើទៅមកបងប្អូនណាឃើញលុយបាត់ហើយមានតែប៉ុណ្ណឹងបងប្អូនណាការចាប់ចរិតរបៀបចាប់ចរិតបងប្អូនណា